សោកស្ដាយបារម្ភម្នាក់ប្រហែលជាចេញពីធ្វើការតែអកុសលបែរជាបាត់បង់ជីវិតព្រោះតែបានបុកជាមួយតាំងមេឃកំពុងតែរលឹមមានទាំងចានស្រាក់និងកាតូដាក់ទឹកប្រហែលជាចេញមកពីធ្វើការហើយស្រណណាស់ឃើញហើយបារម្ភម្នាក់នេះជិះម៉ូតូមួយគ្រឿងដែលបានបើកល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលឲ្យបាត់បង់ជីវិតសមត្ថកិច្ចបានព្យាយាមស្វែងរកអត្តសញ្ញាណរកមិនឃើញដោយសារនៅក្នុងរាងកាយមិនមានអ្វីសម្គាល់មានតែទូរស័ព្ទតែត្រូវឆេះអស់សមត្ថកិច្ចក៏សម្រេចចិត្តយកសាកសពរបស់គាត់ទៅតម្កល់នៅក្នុងវត្តទឹកថ្លាសូមមេត្តាជួយចែករំលែកឲ្យសាច់ញាតិគាត់បានដឹងផងហេតុការណ៍ស្ថិតនៅតាមបណ្ដោយផ្លូវ60ម៉ែត្រក្នុងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញនៅវេលាម៉ោង 9:56 នាទីយប់ថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2022ដំណឹងច្បាស់លាស់សូមមេត្តាទស្សនាបាទរូបភាពទាំងអស់គ្នាដូចខាងក្រោមនេះបាទមានបារម្ភម្នាក់បាទមិនស្គាល់អត្តសញ្ញាណបាទជិះបាទម៉ូតូទៅរីចង្កូតបុកបង្គោលភ្លើងបណ្ដាលឲ្យបាត់បង់ជីវិតបាទឥឡូវនេះមិនទាន់រកសាច់ញាតិបាទឃើញទេបាទគួរឲ្យអាណិតមែនតែនបាទព័ត៌មានមានតែប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលា